សាលាបញ្ញវន្តអង្គរឬសាលាអន្តរជាតិ AIA ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សសាលា Crescent Girls School មកពីប្រទេសសិង្ហបុរីដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកការទទួលស្វាគមន៍នេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី26ខែឧសភាឆ្នាំ2025នេះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូនៃសាលាបញ្ញវន្តអង្គរជាច្រើនអ្នកគ្រូស្រុនកុនថននាយិកាសាលាបញ្ញវន្តអង្គរសាខាជវ៉ាបានឲ្យដឹងថាគោលបំណងនៃការបំពេញទស្សនកិច្ចសិក្សារបស់សាលា Crescent Girls School មកពីប្រទេសសិង្ហបុរីមកកាន់កម្ពុជានាពេលនេះគឺដើម្បីជួបជាមួយសិស្សានុសិស្សនៃសាលាបញ្ញវន្តអង្គរដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកនិងបង្កើនការប្រកួតប្រជែងលើផ្នែកអប់រំជាច្រើនថ្ងៃនេះសាលាអន្តរជាតិ AIA ឬសាលារៀនបញ្ញវន្តអង្គរពិតជាមានសេចក្តីសោមនស្សរីករាយមែនទែនដែលបាននាំបងប្អូនសិស្សានុសិស្សរបស់យើងមកកាន់ប្រលានអន្តរជាតិភ្នំពេញដើម្បីមកទទួលស្វាគមន៍សិស្សដែលមកពីខាងសិង្ហបុរីដែលមានឈ្មោះថា Christian Girl ចឹងសម្រាប់សកម្មភាពរវាងសិស្សសិង្ហបុរីដែលមានឈ្មោះថា Christian Girl និងសាលាអន្តរជាតិ AIA ឬបញ្ញវន្តអង្គរយើងមានសកម្មភាពមួយចំនួនជាមួយគ្នាទី1គឺយើងមានការ exchange culture រវាងកូនសិស្សរបស់បញ្ញវន្តអង្គរជាមួយនឹង Christian Girl ពីខាងសិង្ហបុរីទី2យើងមានជា mini science សម្រាប់កូនសិស្សយើងតែម្ដងmini science គឺជាមុខវិជ្ជា science គឺជាមុខវិជ្ជាមួយរបស់សាលារៀនបញ្ញវន្តអង្គរហើយវាជាសកម្មភាពមួយដ៏ល្អសម្រាប់កូនសិស្សរបស់បញ្ញវន្តអង្គរជាមួយនឹងសិស្សខាងសិង្ហបុរីព្រោះនៅក្នុងសកម្មភាពហ្នឹងគឺមានបញ្ចូល science មានបញ្ចូល math ជាច្រើនហើយមែនតើទៅបច្ចុប្បន្ននេះយើងដឹងហើយថា science គឺស្ថិតនៅក្នុងកម្មវិធីរបស់ STEM ចឹងគឺជាឱកាសមួយដ៏ល្អមែនទែនសម្រាប់កូនសិស្សរបស់ខាងបញ្ញវន្តអង្គរឲ្យយល់ដឹងបន្ថែមអំពីកម្មវិធី STEM ជាមួយនឹងកូនសិស្សដែលគាត់អញ្ជើញមកពីខាងសិង្ហបុរីហើយក្រៅពីហ្នឹងយើងក៏មានសកម្មភាពមួយទៀតដែលយើងហៅថា team building ចឹង team building គឺជាសកម្មភាពបែបលេងហ្គេមមួយបែប fun ប៉ុន្តែក៏ជាសកម្មភាពមួយដែលជំរុញឲ្យបងប្អូនហ្នឹងគាត់រៀនពីគ្នាដឹងហៅថាជាបែបថា communication ឬក៏ collaboration ហើយនឹងមួយទៀតហ្នឹងគឺឲ្យគាត់ចេះដោះស្រាយបញ្ហាដែលហៅថា problem solving រវាងក្នុងសកម្មភាពនៅក្នុង team building ហ្នឹងចា៎បច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធអប់រំយើងសង្កេតឃើញថា STEM គឺសំខាន់ណាស់ដោយសារជាមុខវិជ្ជាមួយសម្រាប់ឲ្យបងប្អូនសិស្សានុសិស្សហ្នឹងគាត់យល់ដឹងអំពីបច្ចុប្បន្នភាពដែលជាតម្រូវការក្នុងការរស់នៅរបស់ប្រជាជននៅប្រចាំថ្ងៃព្រោះ STEM ហ្នឹងបងប្អូននៅពេលដែលគាត់រៀនទៅគាត់អាចដោះស្រាយនៅពេលដែលគាត់ជួបបញ្ហាការរស់នៅប្រចាំថ្ងៃអីផ្សេងៗហ្នឹងអញ្ចឹងការដែលគាត់រៀន STEM ហ្នឹងគឺយកអ្វីដែលជាបញ្ហាប្រឈមដែលប្រជាជនគាត់រស់នៅបច្ចុប្បន្នហ្នឹងអត់ទាន់មានភាពរលូនទេអញ្ចឹងនៅពេលដែលគាត់សិក្សាអំពី STEM ហ្នឹងទៅគាត់នឹងដោះស្រាយដែលជាអ្វីដែលជាបញ្ហាចម្បងក្នុងការរស់នៅធ្វើឲ្យជីវភាពឬក៏ការរស់នៅរបស់យើងនឹងមានភាពប្រសើរឡើងអញ្ចឹងសម្រាប់ការរំពឹងទុករវាងសាលាអន្តរជាតិ AIA ជាមួយនឹងសាលា Christian Girl ពីខាងសិង្ហបុរីទី1គឺយើងចង់ពង្រឹងនៅតំណងរវាងសាលាអន្តរជាតិ AIA យើងជាមួយនឹងសាលា Christian Girl មកពីខាងសិង្ហបុរីទី2គឺយើងចង់បណ្ដុះភាពក្លាហានទៅដល់បងប្អូនដែលគាត់កំពុងតែរៀននៅសាលាយើងផ្ទាល់ទី3គឺចង់ឲ្យគាត់មានភាពឯករាជ្យហើយនឹងបដូរបរិយាកាសរៀនបែបក្នុងស្រុកជាមួយនឹងកូនសិស្សដែលគាត់អញ្ជើញមកពីខាងសិង្ហបុរីហើយមួយទៀតនោះគឺចង់ឲ្យគាត់យល់ដឹងអំពីវប្បធម៌រវាងកម្ពុជាយើងហើយនឹងខាងសិង្ហបុរីហើយជាពិសេសគឺជីវិតនៃការរស់នៅការរៀនសូត្រផ្ទាល់តែម្ដងថាតើសិស្សកម្ពុជាយើងនោះការរៀន program នៅខ្មែរយើងនឹងបែបណាហើយការរៀន program នៅខាងសិង្ហបុរីនោះយ៉ាងម៉េចដែរមានកន្លែងដូចគ្នាមានកន្លែងខុសគ្នាអត់អញ្ចឹងមានថាកូនសិស្សខ្មែរយើងក៏គាត់យល់ដឹងអំពីវប្បធម៌ប្រពៃណីការរៀនសូត្ររបស់សិង្ហបុរីហើយខាងកូនសិស្សសិង្ហបុរីក៏គាត់យល់ដឹងអំពីការរៀនសូត្រប្រពៃណីរបស់កម្ពុជាយើងផងដែរអញ្ចឹងជាក្នុងឱកាសនេះផងដែរនឹងខ្ញុំសូមជម្រាបជូនថាបច្ចុប្បន្ននេះសាលាអន្តរជាតិ AIA យើងមាន5ទីតាំងមាននៅកំពង់ឆ្នាំងកំពង់ស្ពឺឈូកវ៉ាបឹងត្របែកហើយនិងប៉ោយប៉ែតហើយនៅក្នុងឆ្នាំ2025នេះយើងគ្រោងនឹងបើកដំណើរការនៅទីតាំងទី6មួយទៀតនៅក្នុងរាជធានីភ្នំពេញគូបញ្ជាក់ផងដែរថាសាលាបញ្ញវន្តអង្គរឬសាលាអន្តរជាតិ AIA ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ឱកាសឲ្យកុមារនិងយុវជនកម្ពុជានៅការអប់រំដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយដើម្បីឲ្យពួកគេក្លាយទៅជាពលរដ្ឋសកលដែលមានឯករាជ្យភាពចេះយកអាសាអ្នកដទៃ
និងមានទំនួលខុសត្រូវខ្ពស់ដែលញ៉ាំងឲ្យពួកគេក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់អភិវឌ្ឍប្រទេសជាតិនិងពិភពលោកទាំងមូលនាថ្ងៃអនាគតសាលាអន្តរជាតិ AIA មានចក្ខុវិស័យចង់ឲ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវសមត្ថភាពពេញលេញដើម្បីក្លាយទៅជាអ្នកដឹកនាំប្រកបដោយសីលធម៌និងចំណេះដឹងហើយក្លាយជាពលរដ្ឋសកលដែលពោរពេញទៅដោយទំនួលខុសត្រូវការសិក្សារៀនសូត្រពេញមួយជីវិតបច្ចុប្បន្នសាលាអន្តរជាតិ AIA មានសាខាចំនួន5ដោយនៅក្នុងនោះរាជធានីភ្នំពេញមាន2សាខាគឺសាខាជួវ៉ានិងសាខាបឹងត្របែកសាខានៅខេត្តកំពង់ឆ្នាំងសាខាខេត្តកំពង់ស្ពឺនិងសាខាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហើយនៅពេលឆាប់ខាងមុខនេះសាលាអន្តរជាតិបញ្ញវន្តអង្គរនឹងត្រៀមរៀបចំបើកសាខាទី6បន្ថែមផងដែរ